បាទសួស្តីបងប្អូនទាំងអស់គ្នាបាទនេះគឺជាវីដេអូដែលខ្ញុំបាទថតថ្ងៃមុនបងប្អូនបាទវីដេអូនេះដែរគឺខ្ញុំបាទថតនៅវត្តខ្ចាស់បងប្អូនបាទហ្នឹងហើយបងប្អូនវត្តខ្ចាស់នេះដែរគឺស្ថិតនៅខេត្តបន្ទាយមានជ័យបងប្អូនបាទហើយភូមិឃុំស្រុកហ្នឹងគឺខ្ញុំអត់បានថតបងប្អូនហើយក៏អត់បានសួរគេដែរអញ្ចឹងទៅខ្ញុំដឹងតែខ្ញុំមកពីខេត្តបន្ទាយមានជ័យវិញគឺតែប្រហែលគីឡូគឺដល់ផ្លូវចូលវត្តខ្ចាស់នេះហើយបងប្អូនបាទតែដឹងតែវត្តខ្ចាស់នេះគឺស្ថិតនៅខេត្តបន្ទាយមានជ័យបងប្អូនបាទហើយវត្តខ្ចាស់នេះដែរគឺស្អាតបងប្អូនស្អាតមែនទែនបងប្អូនបាទហ្នឹងហើយបងប្អូនវត្តខ្ចាស់នេះដែរគឺពណ៌មាសបងប្អូនបាទពណ៌មាសហើយមាសទាំងអស់បងប្អូនមើលស្អាតមែនទែនបងប្អូនអើយឡើងក្រហមចាល់បងប្អូនបាទនឹងគេហៅថាពណ៌មាសបងប្អូនអើយស្អាតមែនទែនហើយពណ៌អញ្ចឹងទាំងអស់បងប្អូនមកជុំវិញប្រហែលគឺពណ៌អញ្ចឹងទាំងអស់ហើយស្អាតមែនទែនបងប្អូនបាទហ្នឹងហើយបងប្អូនមកតាមដានសកម្មភាពខ្ញុំបាទដើរចូលទៅក្នុងប្រហែលវត្តខ្ចាស់ទាំងអស់គ្នាបងប្អូនបាទហើយទីធ្លានៅទីនោះក៏ធំដែរបងប្អូនធំមែនទែនបងប្អូនអើយធំណាស់ហើយខ្ញុំបាទនឹងកំពុងតែដើរទៅហើយបងប្អូនបាទហើយហ្នឹងហើយបងប្អូននៅក្នុងវត្តខ្ចាស់នេះដែរគឺមានរូបប្រវត្តិសាស្ត្រច្រើនបងប្អូនបាទហ្នឹងហើយបងប្អូនទីទៀតហ្នឹងគឺឃើញខ្ញុំបាទថតពីប្រវត្តិសាស្ត្រនៅក្នុងនោះមានច្រើនបងប្អូនបាទមានតាំងពីសម័យណាអញ្ចឹងណាបងប្អូនបាទហើយបងប្អូនមកតាមដានសកម្មភាពនៅក្នុងវត្តនោះទាំងអស់គ្នាបងប្អូននៅក្នុងពហិយទាំងអស់គ្នាបងប្អូនតើមានអីខ្លះអញ្ចឹងណាបងប្អូនបាទហ្នឹងហើយបងប្អូនខ្ញុំបានដើរថតមកជុំបងប្អូនបាទបានថតប្រហែលមកជុំបងប្អូនហើយលើប្រហែលគឺខ្ញុំបានថតដែរហ្នឹងហើយអញ្ចឹងបងប្អូនមកតាមដានសកម្មភាពខ្ញុំបាទថតនៅទីនោះទាំងអស់គ្នាបងប្អូនបាទហ្នឹងហើយបងប្អូនប្រហែលនឹងដែរគឺស្អាតបងប្អូនមើលស្អាតមែនទែនបងប្អូនបាទក្នុងមួយវត្តមានតែវត្តហ្នឹងឯងបងប្អូនឲ្យស្អាតជាងគេស្អាតណាស់បងប្អូនឲ្យស្អាតមែនទែនហ្នឹងហើយវត្តនឹងធំបងប្អូនធំមែនទែនហ្នឹងហើយអញ្ចឹងខ្ញុំបាទដើរទៅហើយបងប្អូនបាទទីទៀតហ្នឹងគឺខ្ញុំបាទបានថតប្រវត្តិសាស្ត្រនៅទីនោះឲ្យពុកម៉ែបងប្អូនបានឃើញទាំងអស់គ្នាបងប្អូនបាទហើយប្រវត្តិសាស្ត្រនៅទីនោះដែរគឺមានតាំងពីសម័យណាគឺមានទាំងអស់បងប្អូនបាទមានទាំងអស់ហ្នឹងហើយតែដោយសារថាខ្ញុំនឹងក៏អត់ដឹងថាឆ្នាំណាទេបងប្អូនដោយសារថាខ្ញុំមើលតែតាមគេដាក់នៅនោះបងប្អូនបាទពេលខ្លះទៅគឺមានខុសមានត្រូវបងប្អូនអធិស្ឋានខ្ញុំបាទផងបងប្អូនបាទឥឡូវមកបងប្អូនមកតាមដានសកម្មភាពខ្ញុំបាទសម័យនគរភ្នំបងប្អូននេះបងប្អូននេះថតសម័យនគរភ្នំមកពួកគិតមើលនេះបងប្អូននេះសម័យនគរភ្នំតាំងពីឆ្នាំ50ដល់ឆ្នាំ550បងប្អូនបាទនេះបងប្អូនសង្គ្រាមកាលនោះបងប្អូននេះមើលនេះអានេះកាលសម័យចេនឡាបងប្អូននេះសម័យចេនឡាឆ្នាំ550ដល់ឆ្នាំ802បងប្អូននេះមានប្រវត្តិសាស្ត្រនៅនេះច្រើនបងប្អូនអើយនេះសិតតែប្រវត្តិសាស្ត្របងប្អូននេះបងប្អូនមើលសិតតែប្រវត្តិសាស្ត្រហើយប្រវត្តិសាស្ត្រនេះដែរគឺតាំងពីសម័យអង្គរបងប្អូននេះឃើញទេសម័យអង្គរបងប្អូននេះនេះសម័យចតុមុខណាទៀតបងប្អូននេះសម័យចតុមុខបងប្អូននេះមុខវាំងយើងហើយនេះសម័យលង្វែកបងប្អូនអើយសម័យនិយាយរួមទៅប្រវត្តិសាស្ត្រនៅនេះគឺថាបុរាណបងប្អូននេះវត្តដងបងប្អូននេះវត្តដងហើយនេះដែរគឺសម័យអាណានិគមនិយមបារាំងបងប្អូននេះមើលប្រវត្តិសាស្ត្របងប្អូនហើយសិតប្រវត្តិសាស្ត្របងប្អូននេះបងប្អូនមើលសម្ដេចតានៅក្មេងបងប្អូននេះសម្ដេចតានៅក្មេងស្អាតមែនទែនបងប្អូនបាទហើយខាងនេះសម័យនិគមជប៉ុនណានេះបងប្អូនបាទបងប្អូនតាមមើលទាំងអស់គ្នាមកជុំបងប្អូនបាទខ្ញុំថតមកជុំមកពុកម៉ែបងប្អូនបានឃើញទាំងអស់គ្នាបាទអានេះសម័យសង្គមរាស្ត្រនិយមបងប្អូននេះច្រើនបងប្អូនសិតតែប្រវត្តិសាស្ត្រពីដើមបងប្អូនគេនេះអូស្អាតណាស់បងប្អូនអូស្អាតមែនទែនហើយមើលបងប្អូននេះសិតតែសម័យអីបងប្អូននេះមើលមានទាំងអស់បងប្អូននេះបងប្អូនមកចង់ដឹងប្រវត្តិសាស្ត្រច្រើនហើយបងប្អូនមកវត្តចាស់នេះមកបងបាទប្រវត្តិចង់ដឹងពីប្រវត្តិសាស្ត្រហើយច្រើនបងប្អូននៅនេះមានទាំងអស់ជាយកមកដាក់នៅនេះទាំងអស់បងប្អូនបាទនៅវត្តចាស់តែខេត្តបន្ទាយមានជ័យបងប្អូនបាទវត្តចាស់ខេត្តបន្ទាយយើងណាសិតតែប្រវត្តិសាស្ត្រស្អីទេបងប្អូនបាទអានេះជីកាត់បងប្អូនជីកាត់ក៏ខ្ញុំជិះចូលមកលេងបន្តិចបងប្អូនហើយក៏ជិះកាត់យករូបភាពនៅទីនេះហើយបងប្អូនដែលបងប្អូនដែលបានមកណាបងប្អូនបាទគាត់បានឃើញគាត់បានដឹងអញ្ចឹងទៅបាទហើយឲ្យគាត់មកលេងអញ្ចឹងណាបងប្អូនវត្តនេះដែរគឺវត្តខ្ចាស់នៅខេត្តបន្ទាយមានជ័យបងប្អូនបាទយើងចេញពីខេត្តចិត្តទេបងប្អូនចេញពីខេត្តបន្តិចដល់ហើយបងប្អូនបាទចេញពីខេត្តបន្ទាយមានជ័យមកសៀមរាបវិញណាចេញបន្តិចដល់ហើយចាំតិចទៀតនោះគឺខ្ញុំបាទចេញទៅថតសកម្មភាពទេសភាពនៅពហិយបងប្អូនស្អាតណាពហិយបងប្អូនបាទ
នេះបងប្អូនឲ្យផែនទីប្រទេសកម្ពុជាមានទាំងអស់បងប្អូនផែនទីប្រទេសកម្ពុជាផែនទីប្រទេសកម្ពុជាក៏មានអានេះភ្នំខ្ពស់ជាងគេបងប្អូននេះភ្នំខ្ពស់ជាងគេនេះបងប្អូននេះទៅឆ្ងាយទៅនោះភ្នំខ្ពស់ជាងគេបងប្អូននេះក្នុងប្រទេសកម្ពុជាភ្នំអូរ៉ាល់បងប្អូននេះជាភ្នំខ្ពស់ជាងគេនៅកម្ពុជាដែលមានកម្ពស់180 1813 ម៉ែត្របងប្អូនបាទស្ថិតនៅក្នុងខេត្តស្ថិតនៅក្នុងស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺបងប្អូននេះបងប្អូនមានច្រើនណាស់បងប្អូនអើយប្រវត្តិសាស្ត្រនៅនេះមានច្រើនមែនទែននេះបងប្អូនមួយទៀតទេនៅប្រទេសកម្ពុជាយើងទៀតដែរបឹងធំជាងគេនៅក្នុងប្រទេសកម្ពុជាបងប្អូននេះបឹងអីគេបងប្អូនណាបឹងទន្លេសាបជាបឹងទឹកសាបដែលធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍បងប្អូននេះបងប្អូនមើលនេះហ្នឹងហើយបងប្អូនដូចខ្ញុំនិយាយហើយបងប្អូនចង់ដឹងពីប្រវត្តិសាស្ត្រនៅប្រទេសកម្ពុជាយើងបងប្អូនមានច្រើនបងប្អូនគឺនៅក្នុងវត្តខ្ចាស់ហ្នឹងហើយបងប្អូនបាទហើយនេះបងប្អូនមើលនេះឃើញទេបងប្អូនបាទមានទាំងអស់នៅប្រវត្តិសាស្ត្រឲ្យខ្លះបងប្អូននេះអានេះខេត្តដែលធំជាងគេបងប្អូននេះបងប្អូននេះខេត្តដែលធំជាងគេនេះខេត្តដែលធំជាងគេគឺខេត្តមណ្ឌលគិរីបងប្អូននេះមានទីដីសរុបប៉ុណ្ណេះបងប្អូននេះខេត្តមណ្ឌលគិរីបងប្អូនបាទនេះបងប្អូនមើលនេះមានខេត្តមានស្រុកមានអីនៅនេះទាំងអស់បងប្អូននេះសត្វមានអីនៅនេះបងប្អូននេះត្រីបងប្អូននេះត្រីអីគេបងប្អូននេះមច្ឆជាតិត្រីកូរៀងបងប្អូននេះត្រីកូរៀងនេះត្រីប្រចាំប្រទេសដើរមកជុំដល់បងប្អូនហើយនេះមានច្រើនបងប្អូននេះខាងនេះប្រវត្តិសាស្ត្រខាងរបាំបងប្អូននេះខាងរបាំខាងអីបងប្អូននេះមានបងប្អូននេះមានលបែងទាញព្រួតមានលបែងអីចឹងទៅបងប្អូននេះមានចបៃដងវែងមានអីចឹងទៅណាបងប្អូនមានច្រើនមែនតើបងប្អូនខ្ញុំអត់បែរបានមកដែរបងប្អូនខ្ញុំមកតាំងពីកាលពីមុនបងប្អូនអើយកាលពីមុនខ្ញុំមកម្ដងតែអត់ទាន់មានរូបអញ្ចឹងទេកាលពីមុនកាលគេទិបឡើងពហិនេះណាបងប្អូនបាទនោះបងប្អូនខ្លោងទ្វារតកង្កើតបងប្អូននេះខ្លោងទ្វារតកង្កើតស្អាតអកបងនោះហ្នឹងហើយបងប្អូនមកដើរតាមដានទាំងអស់គ្នាទៀតនេះបងប្អូននេះបងប្អូននេះពហិបងប្អូននេះពហិបងប្អូននេះស្អាតមែនទែនបងប្អូននេះឃើញទេមកនេះស្អាតណាស់ស្អាតមែនទែនបងប្អូននេះបងប្អូនដើរតាមដានទាំងអស់គ្នាអស្ចារ្យមែនទែនបងប្អូនអើយពហិនៅនេះបងប្អូនបាទពហិនៅវត្តខ្ចាស់នេះអស្ចារ្យមែនទែនណាបងប្អូនបាទគឺស្អាតយល់មែនទែនបងប្អូនបាទបងប្អូនឃើញទេនេះមាសសុតដល់បងប្អូនមើលស្អាតណាស់បងប្អូនអើយស្អាតមែនទែនឥឡូវជាមួយខ្ញុំឡើងទៅលើបងប្អូនខ្ញុំឡើងទៅលើចុះទៅខាងនោះវិញបងប្អូននេះសិតអាចព្រៀបបងប្អូននេះបងប្អូននៅលើឃើញទេហ្នឹងហើយបងប្អូនឥឡូវនេះខ្ញុំបានឡើងទៅលើហើយបងប្អូនបាទហើយខ្ញុំបានក៏ទៅផ្ដិតរូបភាពនៅលើខាងលើពហិនោះដែរបងប្អូនបាទហើយរូបភាពនៅក្នុងពហិហ្នឹងគឺមានរូបព្រះអង្គច្រើនបងប្អូនបាទរូបព្រះអង្គរូបលោកច្រើនបងប្អូនច្រើនអង្គបងប្អូនលោកដែលល្បីឈ្មោះបាទមានច្រើនបងប្អូនបាទមានជុំវិញមកពហិនឹងបដ ாய் បងប្អូនបាទអញ្ចឹងបងប្អូនមកតាមដានសកម្មភាពខ្ញុំបាទឡើងទៅលើឡើងទៅថតរូបព្រះអង្គនៅលើជញ្ជាំងពហិទាំងអស់គ្នាបងប្អូនបាទហើយរូបស្អាតបងប្អូនអើយសត្វរូបផុសទៀតហើយស្អាតមែនទែនបងប្អូនហើយថ្ងៃនោះដែរគឺខ្ញុំបាទឡើងទៅតែរៀងខ្លាចដែរបងប្អូនបាទរៀងញើតដែរបងប្អូនដោយសារតែស្ងាត់ពេកបងប្អូនដោយសារត្រីនៅលើនោះបងប្អូនបាទហើយឥឡូវនេះមកបងប្អូនមកតាមដានសកម្មភាពព្រះអង្គទាំងអស់គ្នាបងប្អូននេះផ្សិតតែព្រះអង្គនេះបងប្អូនព្រះអង្គនៅក្នុងពហិមកពហិប្រាបងប្អូនស្អាតព្រះអង្គដែលល្បីឈ្មោះល្បីពីមុនណាបងប្អូនបាទបងប្អូនមើលឃើញនេះដោយសារតែខ្ញុំបងប្អូនឃើញទេឡើងទៅតែឯងស្ងាត់ពេកបងប្អូនទៅក៏ខ្ញុំបាទទាំងល្អដែរអញ្ចឹងខ្ញុំបាទថតអត់សូវច្បាស់ប៉ុន្មានទេបងប្អូនហើយលើល្ងិតដែរបងប្អូនបាទសិតតែមានឈ្មោះទាំងអស់ណាបងប្អូនបាទប៉ុន្តែខ្ញុំថតនេះល្ងិតបងប្អូនមើលទាំងអស់គ្នានេះបងប្អូនបាទរៀងល្ងិតខ្ញុំរេមកជុំលើពហិណាបងប្អូនបាទសតតែព្រះអង្គល្បីឈ្មោះពីមុនមកបងប្អូននេះឃើញនេះសតរូបព្រះអង្គឃើញនេះនោះជុំវិញមកពហិបាត់ជុំវិញមកពហិមកប្រោយបងប្អូនហើយសតរូបផុសបងប្អូនរូបផុសស្អាតនោះបងប្អូនអើយស្អាតមែនទែនបាទបងប្អូនមើលសតរូបផុសបាទ
សតព្រះអង្គបងប្អូនគេព្រះអង្គល្បីឈ្មោះតាំងពីមុនមកបងប្អូនគេនេះហ្នឹងហើយបងប្អូនទាំងអស់គ្នាហើយ ហ្នឹងហើយបងប្អូនមកតាមដានសកម្មភាពខ្ញុំឡើងទៅលើវត្តឡើងទៅលើពហិបងប្អូនពហិវត្តខ្ចាស់បងប្អូនបាទចាំមើលទៅមើលព្រះអង្គនៅវត្តខ្ចាស់ខ្ញុំមិនដែលបានឡើងទេបងប្អូនបាទកាលមកពីមុនក៏មិនបានឡើងដែរបងប្អូនដោយសារតែមនុស្សច្រើនពេកតែថ្ងៃនេះខ្ញុំជិះកាត់ក៏ជៀងមកឡើងបន្តិចបងប្អូនបាទហើយបងប្អូនមកតាមដានខ្ញុំបាទឡើងទាំងអស់គ្នាបងប្អូនបាទហ្នឹងហើយបងប្អូនមកមើលព្រះអង្គនៅលើវត្តខ្ចាស់បងប្អូនបាទដោះស្បែកជើងសិនបងប្អូនបាទនេះបងប្អូនអើយនេះធំទូលាយបងប្អូននេះបងប្អូនព្រះអង្គនៅវត្តខ្ចាស់បងប្អូនអើយស្អាតឃើញទេបងប្អូនបាទធំបងប្អូននេះធំទូលាយបងប្អូននេះចានេះมันមើលច្បាស់បងប្អូនកាលថ្ងៃខ្ញុំមកមុននោះគឺមើលច្បាស់ទេបងប្អូនតាមមនុស្សច្រើនពេកថ្ងៃនោះគឺគេចុះសីមាបងប្អូនកាលថ្ងៃមកនោះថ្ងៃចុះសីមាចឹងទៅមនុស្សច្រើនពេកខ្ញុំមើលច្បាស់ដល់ពេលនេះมันមកច្បាស់បងប្អូនបាទច្បាស់មែនទែនបងប្អូននេះនេះបងប្អូនស្អាតបងប្អូនបាននៅក្នុងប្រហែលស្អាតមែនទែនបងប្អូនអើយនេះនេះបងប្អូនខាងត្បូងនេះគឺខាងត្បូងខ្ញុំនៅលើនេះបងប្អូននេះខាងនេះគឺខាងឡាច់បងប្អូននេះខាងឡាច់នេះខាងឡាច់បងប្អូនបាទដល់នេះខ្ញុំបាត់ចុះទៅវិញហើយបងប្អូននេះចុះទៅវិញហើយបងប្អូនធំមកបងប្អូនអើយនេះឥឡូវនេះប្រៀបមកនៅបងប្អូនមើលអាចប្រៀបឡើងពេញនេះបងប្អូនធំមកធំមែនទែនហើយនោះខាងនោះបងប្អូននោះខាងនោះគឺប្រហែលគេទើបធ្វើថ្មីបងប្អូនអត់តែធ្វើព្រាសបងប្អូនធំមកបងប្អូនអើយតែធ្វើហើយបងប្អូននោះនៅខាងនោះទេទើបធ្វើថ្មីបងប្អូនតែអត់ធ្វើហើយទេខាងនោះបាទឥឡូវនេះខ្ញុំបាទថតចប់ឲ្យបងប្អូននៅក្នុងវត្តហ្នឹងហើយខ្ញុំថតតាមមួយចំនួនទេបងប្អូនបាទហើយពេលនេះខ្ញុំដើរចេញមកក្រៅវិញបងប្អូនឥឡូវនេះខ្ញុំដើរចេញមកក្រៅវិញបងប្អូនបាទហ្នឹងហើយបងប្អូននេះដែរគឺខ្ញុំបាទត្រឡប់ទៅវិញហើយបងប្អូនបាទហើយក្នុងវត្តខ្ចាស់ហ្នឹងគឺមានតែប៉ុណ្្នឹងហើយបងប្អូនបាទបើបងប្អូនចង់មកដូចខ្ញុំជម្រាបអញ្ចឹងណាបងប្អូនបាទនៅខេត្តបន្ទាយមានជ័យបងប្អូនបាទនៅខេត្តបន្ទាយមានជ័យបងប្អូនចង់មកលេងមកធ្វើបុណ្យអីមកបានបងប្អូនបាទនៅខេត្តបន្ទាយមានជ័យយើងហ្នឹងហើយបងប្អូនបាទគេហៅវត្តខ្ចាស់បងប្អូនបាទជិះចេញពីខេត្តបន្ទាយមានជ័យប្រហែលជាប្រហែលគីឡូមកឃើញបងប្អូនបាទគេដាក់វត្តខ្ចាស់ហ្នឹងបងប្អូនបាទបងប្អូនសួរទៅគេប្រាប់ហើយបងប្អូនអញ្ចឹងមានតែប៉ុណ្្នឹងបងប្អូនអរគុណច្រើនបាយបាយ